ដោយខ្វះស្ថិរភាពឬខ្វះសន្តិភាពមួយទេអត់ទេខ្ញុំសូមលើកម្រាមដៃ10វទៅដល់បងប្អូនខ្មែរទាំងអស់គ្នាឈប់ឆ្លោះគ្នាទាំងក្រៅប្រទេសនិងក្នុងប្រទេសអ្នកប្រឆាំងមិនប្រឆាំងអីសូមជួយគ្នារួបរวมសាមគ្គីគ្នាជួយខ្មែរយើងឡើងវិញណាកាលដែលខ្ញុំមិនទាន់កើតជាម៉ែជាឪគេខ្ញុំមិនទាន់យល់ទេថាទឹកចិត្តម៉ែឪនឹងគិតយ៉ាងម៉េចចំពោះកូនអញ្ចឹងណាខ្ញុំគិតថាម៉ែឪអត់ស្រឡាញ់ខ្ញុំទេខ្ញុំគិតថាម៉ែឪអត់ចង់ជួយកូនឲ្យរីកចម្រើនអត់ចង់ឲ្យជួយកូនឲ្យមានជីវិតល្អទេតែពេលដែលខ្ញុំកើតទៅជាម៉ែគេទើបខ្ញុំដឹងថាបេះដូងរបស់ម្ដាយឪពុកគឺស្រឡាញ់កូនខ្លាំងណាស់ក៏ប៉ុន្តែអ្វីដែលគាត់អាចស៊ូទៅរួចអ្វីដែលគាត់អាចធ្វើទៅបានគាត់នៅធ្វើដើម្បីកូនចៅទោះបីជាគាត់សុខចិត្តរែកទូលឬគាត់សុខនេះហាកិត្តិយសរបស់គាត់ត្រូវធ្លាក់ទុកទៀបដោយគេមើលងាយមកគាត់ក៏គាត់ត្រូវតែខំប្រឹងដើម្បីកូនដែរអញ្ចឹងណាបងប្អូនយើងគួរតែយល់បេះដូងម្ដាយឪពុករបស់យើងតែគាត់យើងកាត់ជាម៉ែគេយើងគួរតែយល់ឲ្យចំណុចហ្នឹងអញ្ចឹងណាបងប្អូនប៉ុន្តែត្រូវតែមានមួយជំហានទៅមួយជំហានchứមិនអាចយកកម្លាំងទៅតស៊ូនឹងអ្នកណាបានទេបើយើងក្រឧទាហរណ៍ថាខ្ញុំមានកូនចៅតិចឬកូនចៅរបស់ខ្ញុំទូចតាចខ្ញុំទៅឆ្លោះជាមួយអ្នកដែលគេមានកូនចៅធំធំប្រកបដោយមានកម្រិតពុថៅឬមួយក៏គេមានទ្រព្យធនធានច្រើនខ្ញុំមិនអាចទៅតស៊ូនឹងគេបានទេខ្ញុំត្រូវទៅរកទៅអ្នកដែលខ្ញុំត្រូវពឹងផ្អែកបានខ្ញុំត្រូវរត់រកគេដើម្បីឲ្យគេជួយដល់កូនរបស់ខ្ញុំហើយបើសិនជាខ្ញុំថាបញ្ជូថាកូនអើយវាយគេវាយទៅដោយការឈឺចាប់ពេកកូនរបស់ខ្ញុំនឹងធ្វើតាមចិត្តខ្ញុំប្រាប់ហើយព្រោះគេក៏គេឈឺចាប់ដែរអញ្ចឹងសួរថាផលដែលទទួលមកអ្នកណាជាអ្នកទទួលគឺក្រុមគ្រួសាររបស់យើងអ្នកទូចតាចនេះឯងអញ្ចឹងយើងមានតែការសាមគ្គីគ្នាជោគជលគ្នាទៅបានអត់អ្នកណាគ្រប់គ្រងអ្នកណាក៏ធ្វើទៅឲ្យតែបានប្រទេសយើងសុខស្រួលណាបងប្អូនកុំចង់បាច់រឿងក្រមានយើងខំប្រឹងរកស៊ីទៅខ្លួនឯងយើងខំប្រឹងដោយដៃពីរជើងពីររបស់យើងមិនបាច់ចាំបាច់ទោះបីជាការងារណាមានបានសម្រាប់យើងធ្វើគ្រប់គ្នានឹងឯងក៏ប៉ុន្តែសំខាន់យើងប្រឹងធ្វើដែរអត់ហើយយើងខំប្រឹងរីសន្សំសំចៃដែរឬអត់តែប៉ុណ្្នឹងឯងយើងមិនមែនចាំបាច់ថាទោះបីការងារនឹងរំមួយថ្ងៃបាន1000តែបើសិនជាយើងមិនចេះទុកមិនចេះដាក់ក៏យើងរំមិនសល់ដែរអញ្ចឹងណាបងប្អូនអញ្ចឹងកុំតន់ឆ្លោះគ្នាយើងឈប់សិនបានណារឿងគាត់គ្រប់គ្រងគាត់មិនមែនស្មាតោគាត់និយាយខ្លួនគាត់ថ្ងៃមុនគាត់ថាមិនដឹងជាគាត់រស់នៅបានដល់2030ឬអត់អញ្ចឹងសម្ដីរបស់គាត់និយាយគាត់ដឹងដែរហាងគ្រប់យ៉ាងមនុស្សលើโลกនេះមិនអាចរស់បានមួយជីវិតនេះគឺមិនត្រឹមអាយុ70 80ហ្នឹងវាមិនដល់100ទេបងប្អូនអញ្ចឹងអ្វីក៏ដោយបងប្អូនចង់ផฒនាបងប្អូនគង់តែមានថ្ងៃបានផฒនាទេបងប្អូនមិនចាំតើว่าឆ្លោះបតកែកគ្នាទេនៅពេលនេះបងប្អូនត្រូវចេះជួយគ្នាកុំឲ្យឆ្លោះគ្នាបានអត់មួយថ្ងៃខ្ញុំបើក Facebook មើលខ្ញុំឃើញខ្ញុំឈឺចាប់ហេតុអីគេឆ្លោះខ្ញុំគេកំពុងរករឿងប្រទេសរបស់ខ្ញុំហេតុអីចុះបងប្អូនអ្នកក្រៅប្រទេសបងប្អូនខាងពួកប្រឆាំងនៅខ្មែរគ្នាឯងហ្នឹងមកជេរមកឆ្លោះមកវាយប្រហារដើម្បីអីខ្ញុំអត់ជឿអត់យល់ចំណុចហ្នឹងហើយខ្ញុំមិនមែនថានៅខាងណាខ្ញុំខាងណាក៏ខ្ញុំអាចរស់បានទាំងអស់នឹងឲ្យតែជាខ្មែរអ្នកគ្រប់គ្រងប្រទេសរបស់ខ្ញុំអ្នកដឹកនាំមួយណាក៏បានតែខ្ញុំអត់បានថាជ្រើរើអ្នកនេះជ្រើរើអ្នកនោះឲ្យព្រោះខ្ញុំយ៉ាងម៉េចក៏ខ្ញុំប្រឹងរកស៊ីខ្លួនឯងដែរខ្ញុំអត់ដែលបានតន់ទទួលណយពីអ្នកណាទេទោះបីខ្ញុំក្ររាល់ថ្ងៃខ្ញុំរត់ខ្ចាត់ខ្ចាយរកស៊ីនៅស្រុកគេខ្ញុំអត់ដែលខឹងដល់ឪពុកម្ដាយរបស់ខ្ញុំដែរព្រោះខ្ញុំគិតថាវាជាកម្លាំងយកឈាមម្នាក់តោះម្នាក់កាលណាពួយពងយើងក្រហើយមិនងាយនឹងខ្លាយទៅជាអ្នកមានបានទេលុះត្រាតែយើងប្រឹងមិនស៊ូវាតទៅមុខទៀតនេះហើយដែលគេកំណត់របស់ខ្ញុំគិតអញ្ចឹងតើកាលណាយើងក្រគឺមិនងាយបានងើបទេបើសិនជាយើងងើបហើយមានអ្នកជន់ផលិតយើងខំប្រឹងស្ទុះទាឡើងទៀតយើងមិនមែនចេះខំជន់ផលិតគ្នាថែមអញ្ចឹងទេណាខ្ញុំសូមនិយាយប៉ុណ្ណឹងបានហើយ